bà số đây bóng ổn thì đi ngày tết bàថ្ងៃនេះខ្ញុំនិយាយតាក់ទងទៅនឹងប្រធានបទនៃការរស់ស៊ីបែបលក្ខណៈរស់ស៊ីលេងលុយបងប្អូនលេងលុយហ្នឹងអាហ្នឹងគេហៅលេងលុយជាភាសាងាយស្រួលស្ដាប់ចឹងបងប្អូនបាទខ្ញុំឃើញមួយរយៈចុងក្រោយនេះឃើញមានបញ្ហាតាក់ទងករណីលេងលុយអាហ្នឹងគេហៅលេងលុយបងប្អូនបាទព្រោះអីយើងអត់មានបើកជាអាជីវកម្មស្របច្បាប់អីត្រឹមត្រូវចំជីចុះអីដោយហាងប្រចាំហាងអីទេអាហ្នឹងគេហៅលេងលុយអញ្ចឹងវីដេអូនេះខ្ញុំចែកម្លែកទាំងអ្នកលេងលុយទាំងអ្នកកំពុងតែខ្ចីលុយទាំងអ្នកកំពុងតែឲ្យគេខ្ចីលុយទាំងម្ចាស់បំណុលទាំងកូនបំណុលជាការចែកម្លែកអ្វីជាមតិយោបល់របស់ខ្ញុំឃើញជួបបញ្ហានឹងអញ្ចឹងណាបងប្អូនខ្ញុំគិតថាការប្រើប្រាស់លេងលុយនេះបងប្អូនដែលជាម្ចាស់បំណុលគួរតែបើចង់លេងលុយគួរតែមានកិច្ចសន្យាអីត្រឹមត្រូវច្បាស់លាស់មុននឹងឲ្យគេខ្ចីមុននឹងឲ្យគេប្រើប្រាស់ឬមួយក៏ការប្រាក់ណាមួយបាទឲ្យត្រឹមត្រូវនឹងចែងនៅក្នុងកិច្ចសន្យាព្រៀងនៃការខ្ចីប្រាក់ឲ្យច្បាស់លាស់អញ្ចឹងណាបងប្អូនបាទដើម្បីកុំឲ្យមានការដល់ពេលអត់សងមួយក៏អីចាប់ដើមមានបញ្ហាពិបាកក្នុងការទីពិបាកអីអញ្ចឹងណាបាទហ្នឹងជាការសម្រាប់ម្ចាស់បំណុលសម្រាប់អ្នកចង់លេងលុយអញ្ចឹងអ្នកលេងលុយបានផលប្រយោជន៍ច្រើនទៅលើការប្រាក់ចំណេញច្រើនស៊ីគេបានច្រើនបាទហើយអញ្ចឹងស៊ីបានច្រើនអញ្ចឹងណាបងវិលលើកពីមួយដាក់ទៅមួយលើកពីមួយដាក់ទៅមួយអញ្ចឹងទៅអ្នកខ្លះគាត់លេងលុយតែគាត់មិនមែនជាអ្នកមានលុយហ្មងទេគាត់យកពីគេទៅដាក់ការប្រាក់គុណនឹងគេតទៀតអញ្ចឹងគាត់យកពីមួយលើកដាក់មួយដែរសិតតែជាអ្នកសិតតែបញ្ហាទាំងអស់អញ្ចឹងការលេងលុយបងប្អូននឹងជួបគុណវិបត្តិដូចគ្នាថ្ងៃណាដែលកូនបំណុលអ្នកអត់សងរត់បាត់បិទសម្បូរបាត់នឹងបងប្អូននឹងចប់ដូចគ្នាអញ្ចឹងជាមតិយោបល់របស់ខ្ញុំគិតថាមិនគួរលេងលុយបើចង់ធ្វើលេងលុយត្រូវមានកិច្ចសន្យាអីត្រឹមត្រូវច្បាស់លាស់ត្រឹមត្រូវឬមួយក៏បើកជាប្រចាំបើកជាអីច្បាស់លាស់កុំតាមគ្នាខ្ញុំឃើញមនុស្សឥឡូវច្រើនជុកចិត្តតាមគ្នាអូខ្ចីពីមួយទៅមួយលើកដាក់ពីមួយទៅមួយយកទៅឲ្យគេខ្ចីតអញ្ចឹងណាមានពួកម៉ាក់មានបងប្អូនអញ្ចឹងគេថាអត់ចំណេញប្រហែលចំណេញតែដំបងឯងហើយអ្នកលេងលុយអ្នកអីហ្នឹងគឺមាន style មាន technique គេច្រើនអាហ្នឹងគឺត្រូវចែកម្លែកទេបាទក៏វីដេអូនេះប៉ះពាល់អាចខមមិនខាងក្រោមបានតែខ្ញុំអត់ប៉ះពាល់ខ្ញុំចែកម្លែកបទពិសោធន៍ដូចគ្នាទាំងអ្នកឲ្យគេខ្ចីទាំងម្ចាស់បំណុលទាំងកូនបំណុលលេងលុយមួយទៀតលេងលុយរឿងតុងទីនដែរដូចគ្នាអញ្ចឹងអ្នកខ្លះលេងលុយរឿងតុងទីនទាំងម្ចាស់តុងទីនទាំងអ្នកលេងតុងទីននិយាយចេះអ្នកខ្លះអត់ដឹងដេញមកបានប្រមាណពិតប្រកបចំនួនប្រមាណអីប្រមាណពិតប្រកបទេចេះតែដេញលើកដាក់ពីមួយចងកថ្ងៃបិទសម្បូររត់បាត់ទាំងកូនបំណុលទាំងអ្នកលេងទាំងមេតុងទីនអញ្ចឹងខ្ញុំគិតថាមុខរបរទាំងអស់នេះបងប្អូនជិះបានជិះទៅប្រកបមុខរបរអញ្ចឹងឯណាអាហ្នឹងវាដូចជាស៊ីកម្លាំងញើសឈាមគេចឹងអ្នកខ្លះប៊ីងាប់ប៊ីរស់ប៊ីស្លាប់អធិស្ឋានដោយសារតែរឿងលេងលុយមិនថាជាមេមិនថាជាកូនទេមករយៈចុងក្រោយនេះឃើញបញ្ហាច្រើនហោះនៅក្នុងបណ្ដាញសង្គមហើយអ្នកជាទូទៅម្ចាស់បំណុលអាងអីគឺផុសរូបករណីផុសរូបបងប្អូនណាគេមានសិទ្ធិណាមានសិទ្ធិរៀងខ្លួនក្នុងការតបតទៅវិញគេអាចប្តឹងតបតការបរិហាគេជាសាធារណៈជាអីយ៉ាងបើយោងតាមច្បាប់អញ្ចឹងមុននឹងយើងចង់ប្រព្រឹត្តមុខរបរទាំងអស់នេះសូមឲ្យការស្វែងយល់ច្បាប់ទាំងអស់ទាំងកូនបំណុលទាំងម្ចាស់បំណុលមិនមែនគិតតែចំណេញធ្វើមុខរបរអញ្ចឹងចំណេញបាទហើយអ្នកខ្លះបងប្អូនខ្ញុំជួបផ្ទាល់បាទចង់បាត់បង់ជីវិតដោយសារតែបំណុលដោយសារជាពាក់វ៉ាន់កលើកពីមួយទៅមួយហើយអ្នកខ្លះប្រព្រឹត្តឥឡូវសពថ្ងៃអ្នកដែលដឹងច្បាស់មិនដឹងថាអ្នកខ្លះគាត់មិនមែនយកលុយរបស់គេមកហឺហាមកសំដែងមកអីទិញទ្រព្យសម្បត្តិទេគាត់ណាគាត់វិលលុយរកស៊ីមុខរបររបស់គាត់អត់តន់គាត់ចេះគ្រប់គ្រងបែងចែកហិរញ្ញវត្ថុអញ្ចឹងធ្វើឲ្យគាត់មានជួបបញ្ហាហ្នឹងអញ្ចឹងខ្ញុំផ្ដាំផ្ញើទៅបងណាកុំមកសោះរឿងលេងលុយទាំងម្ចាស់បំណុលទាំងកូនបំណុលកុំចេះតែហ៊ានម្ចាស់បំណុលក៏កុំតែចេះតែហ៊ានផុសរូបគេជាសាធារណៈហែកគេបរិហាគេទេប្រើពាក្យសម្ដីមិនសមរម្យគឺគេអាចប្តឹងបានគ្រប់ពេលវេលាដូចគ្នាអញ្ចឹងបើយោងតាមច្បាប់ទាំងម្ចាស់បំណុលគេច្បាប់គេមានចែងការពារទាំងកូនបំណុលទាំងម្ចាស់បំណុលអញ្ចឹងបើយើងចង់លេងលុយរកស៊ីមុខរបរលេងលុយសូមមេត្តាចងក្រងជាកិច្ចសន្យាអីច្បាស់លាស់អីឲ្យត្រឹមត្រូវទៅមុននឹងសម្រេចចិត្តធ្វើអញ្ចឹងបងប្អូនបាទហើយទាំងអ្នកខ្ចីគេទាំងមកខ្ចីគេមានទំនួលក៏ត្រូវសងគេផងបើសិនជាគេស៊ីការប្រាក់យើងសមរម្យចរចាគ្នាបានហើយគេជាមិត្តភាពពួកម៉ាក់បងប្អូនដែលអាចចង់និយាយថាជួយគ្នាទៅវិញមកដល់ការប្រាក់ទាបបំផុតដែលអាចរត់រួចដើម្បីកុំឲ្យមានសម្ពាធដល់កូនបំណុល
លើកដាក់ពីមួយទៅមួយតើការប្រាក់ខ្ពស់ដល់ចងកងងាប់ហើយខ្ញុំនិយាយត្រង់ខ្លីចឹងគឺអាចធ្វើបានទេករណីនេះគ្មានលទ្ធភាពកូនបំណុលណាមកសងអ្នកឯងបានទេបើសិនជាកូនបំណុលចងកហើយការប្រាក់ឲ្យលើកពីមួយទៅមួយហើយការប្រាក់តទៀតអញ្ចឹងមិនធម្មតាទេករណីខ្ញុំឃើញច្រើនណាស់ឥឡូវមានទាំងកូនបំណុលប្តឹងមេបំណុលវិញដឹងមេតុងទីនវិញអាហ្នឹងដោយសារយើងប្រហែសខ្លួនអត់អាចលេងសើចក្នុងការផុសបរិហាគេឌីលគេខ្មេះគេទេយើងហ៊ានលេងលុយយើងត្រូវតែហ៊ានទទួលស្គាល់យើងត្រូវតែហ៊ានតាមទាដោយក្រមសីលធម៌ទាដោយតាមនីតិវិធីច្បាប់ឬមួយក៏អីអត់អាចធ្វើអីតែខ្សែតែចិត្តបានតែម្ចាស់បំណុលទាំងកូនបំណុលត្រូវតែទទួលខុសត្រូវនៅមុខច្បាប់បើមិនមានបញ្ហាណាមួយអញ្ចឹងវីដេអូនេះខ្ញុំចែកឲ្យបងប្អូនប៉ុណ្ណឹងសូមមេត្តាគិតឡើងវិញទាំងម្ចាស់បំណុលទាំងកូនបំណុលត្រូវមានទំនួលខុសត្រូវទាំងរៀងខ្លួនហើយធ្វើអីមួយត្រូវតែមានឲ្យទៅតាមច្បាប់ត្រូវស្វែងយល់អំពីច្បាប់ការពាររូបអវ័នបុគ្គលណាមិនមែនចិត្តតែផុសមិនចិត្តតែបរិហាគេបានគ្រប់តែគ្នាទេព្រោះមនុស្សម្នាក់មានសិទ្ធិសេរីភាពណាដូចគ្នាអញ្ចឹងច្បាប់ការពារដូចគ្នាណាបងប្អូនអញ្ចឹងស្វែងយល់ច្បាប់សិនមុននឹងយើងធ្វើអ្វីមួយហើយគាត់ថាឃើញមួយរយៈនេះគឺធ្ងន់មែនតើអញ្ចឹងគួរតែកុំធ្វើល្អជាងរកស៊ីប្រកបមុខរបរណាស្របច្បាប់មានន័យថាលក់ដូរផលិតផលបានលុយដោយកម្លាំងញើសឈាមកុំចង់បានបាទការប្រាក់បានខ្ពស់បានចំណេញច្រើនអីច្រើនបន្តការឈប់គិតបែបនេះទៅហើយកុំធ្វើតាមគ្នាវាមានគុណសម្បត្តិវាមានគុណវិបត្តិមានហានិភ័យដូចគ្នាអញ្ចឹងវីដេអូនេះខ្ញុំចែកម្លែកជូនប៉ុណ្ណឹងបើមានចំណុចណាខ្វះខាតបាទអាចខមមិនខាងក្រោមជាមតិយោបល់បន្ថែមអញ្ចឹងវីដេអូទាំងអស់នេះខ្ញុំអត់មានកាន់ជើងទៅខាងចាស់អំណុលមេអំណុលទេតែដោយសារឃើញតែករណីនៅតែមានកើតឡើងជាបន្តបន្ទាប់ក្នុងការផុសរូបខុសអីចឹងទៅអាហ្នឹងវាត្រូវទំនួលខុសត្រូវទាំងអស់គ្នាបាទអញ្ចឹងអូខេអរគុណច្រើនបងប្អូនបាទមានចំណុចណាខ្វះខាតអាចជាមតិយោបល់បាទខាងក្រោមវីដេអូនេះបានអូខេអរគុណច្រើនបាទបាយបាយ